សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយបងណាបងថ្ងៃនេះមកជួបមុខម្ហូបថ្មីទៀតហើយមកមើលទាំងអស់គ្នាថ្ងៃហ្នឹងបានអីនេះតានខានហូបយូរហើយបងថ្ងៃនេះមកធ្វើត្រីញៀនហូបម្ដងតោះទៅមើលពីវិធីធ្វើទាំងអស់គ្នាមកបងថ្ងៃនេះយើងមកចិត្តបន្លែថ្ងៃនេះមានការ៉ុតមានបន្លែគ្រប់មុខចឹងណាបងយើងធ្វើត្រីញៀនទៅបន្លែគ្រប់មុខបានឆ្ងាញ់បងមកបងគ្រឿងផ្សំទឹកត្រីយើងហើយមានម្ទេសមានគល់ស្លឹកគ្រៃមានខ្ទឹមសឥឡូវតោះទៅមើលខ្ញុំធ្វើទាំងអស់គ្នាបងមកបុកទឹកជ្រលក់ជាមួយខ្ញុំទាំងអស់គ្នាម្ទេសខ្ទឹមសគល់ស្លឹកគ្រៃស្រែកដីបងបុកទឹកញៀនណាយើងប្រើអំបិលកុំប្រើទឹកត្រីអត់ឆ្ងាញ់ទេអំបិលមកចុងល្ព្រាស្ករស2ស្លាបព្រាបងប៊ីចេងមកចុងស្លាបព្រាមកបងគ្រឿងផ្សំគ្រឿងខ្ញុំលាយឲ្យអស់ហើយឥឡូវយើងចាប់តាមបុកបងពេលយើងបុកទឹកញៀនណាយើងលាយវាឲ្យសព្វចូលគ្នាអញ្ចឹងទាំងអស់ហ្មងទៅពេលដែលយើងបុកទៅវាចូលជាតិគ្នាឆ្ងាញ់បងហើយទឹកញៀនយើងប្រើទឹកដាំហើយបងទឹកអ៊ុនណាកុំប្រើទឹកត្រជាក់តែឈឺពោះបងទឹកញៀនប្រើម្ទេសឲ្យច្រើនតិចវាហឹរឆ្ងាញ់បងប្រើម្ទេសតិចពេកអត់ឆ្ងាញ់ទេទឹកញៀនណាបងហើយបើចង់ឲ្យទឹកញៀនរត់តែឆ្ងាញ់បងច្រាមបុកសាច់យើងដាក់ជីចូលបន្តិចមកវាមានជាតិឆ្ងាញ់តែប្រើប្រហុកហើយកុំប្រើអំបិលទៀតណាសាច់ប្រៃហូបអត់កើតបងគ្រឿងយើងបុកម៉ត់ណាឥឡូវចាប់ផ្ដើមដាក់ក្រូចឆ្មានេះបងទឹកញៀនខ្ញុំដាក់ទឹកក្តៅដាក់ក្រូចឆ្មាឲ្យអស់ឥឡូវខ្ញុំចង់ដឹងខ្ញុំភ្លក់មើលរសជាតិវាអែមអែមបងតែញៀនខ្ញុំហើយតោះទៅមើលខ្ញុំភ្លក់ទាំងអស់គ្នាបងហើយថ្ងៃនេះត្រីខ្ញុំទិញគេបងអើយខ្ញុំមកបានធ្វើខ្លួនឯងទេដោយសារអីថ្ងៃនេះខ្ញុំលក់ការងារពេកតែចឹងទៅហើយថ្ងៃនេះចង់ហូបត្រីសមុទ្រម្ដងថ្ងៃខ្ញុំធ្វើត្រីផ្ទក់ថ្ងៃនេះខ្ញុំធ្វើត្រីសមុទ្របង